บัตรสมกรุบหนึ่งจำเรียบสู้ตูรุจสิกจุนได้กำปงแต่สนาตูรุตุฮอมีHD TV จะตีกรุบรบอ่านบัตรทั้งนี้คือทั้งไงใบรุ่ยคายเมียชนะมาสัญปัญญาสะพุทธศักราชปีปอนประมาณ150 ปีตรึงหนึ่งไงจันดาวสัปดาห์ตี10 ปีไข่กรมเพียชนะปีปอน10 บัตรนี้ยังชมเราจูนปอดเมียนจูนอลูกเนี่ยจีบต่อหอยมิติกาในพระนี้สมจูนประหยัดตลุกบัตรจำเรียบจูนอลูกเนี่ยបាទសូមអរគុណលោកសខាមានទីការដំបូងតេតិនទៅនឹងនយោបាយបាទគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនឹងចាប់ផ្ដើមបើកការចរចាសារជាថ្មីម្ដងទៀតនៅថ្ងៃស្អែកបាទហើយដំណឹងបន្តតេតទៅនឹងការបង្ក្រាបឈើប្រណិតបាទជាច្រើនកំណាត់នៅក្នុងភូមិឈើទាលគងបាទក្នុងក្បែរជើងភ្នំច្រកអានសេះនៅក្នុងខេត្តព្រះវិហារដល់ឡែកដំណឹងបន្តតេតទៅនឹងបាទយុវជនមកពីបណ្ដាខេត្តនានាស្វែងយល់ពីប្រវត្តិស្ដេចកននិងប្រវត្តិប្រាសាទបាជ័យនៅក្នុងខេត្តកំពង់ចាមបាទព្រមទាំងព័ត៌មានផ្សេងៗរួមទាំងសេចក្តីរាយការណ៍ពីបណ្ដាខេត្តមួយចំនួននីតិបន្តលោកសខានឹងជម្រាបជូនព័ត៌មានពិស្ដាបាទបាទតើទៅនឹងស្ថានភាពនយោបាយកំពុងតែវិវត្តទៅរកផ្លូវវិជ្ជមានហើយនៅថ្ងៃ15កន្លងទៅនេះគឺគណៈបកប្រជាជនកម្ពុជាបានចេញសេចក្តីស្នើមួយទៅកាន់គណៈបកសង្គ្រោះជាតិជាលើកទី2ដើម្បីស្នើឲ្យមានការជួបគ្នារវាងគណៈកម្មការនិងគណៈកម្មការជំនាញនៅថ្ងៃទី18ស្អែកនេះហើយទីតាំងគឺនៅក្នុងព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាហើយឆ្លើយតបទៅនឹងសេចក្តីស្នើរបស់គណៈបកប្រជាជនកម្ពុជាគណៈបកសង្គ្រោះជាតិលោកក៏បានចេញសេចក្តីថ្លែងការណ៍មួយតបហើយជាពិសេសគឺសេចក្តីជូនដំណឹងរបស់ខ្លួនដើម្បីឲ្យសាធារណជនបានដឹងថាខ្លួនព្រមចូលជួបចរចាពិភាក្សាដើម្បីស្វែងរកដំណោះស្រាយនានាកុំឲ្យមានការជាប់គាំងជាមួយនឹងគណៈបកប្រជាជនកម្ពុជាបន្តទៀតនៅថ្ងៃទី18វេលាម៉ោង9ព្រឹកនៅវិមានព្រឹទ្ធសភាបាទវិមានព្រឹទ្ធសភាហើយខាងគណៈបកសង្គ្រោះជាតិដឹកនាំដោយអាដាមសុនឆៃលោកញ៉ែមបញ្ញរិទ្ធលោកគួយប៊ុនរឿននិងសមាជិកភាពផ្សេងទៅតាមហៅថាការប្រែប្រួលបើសិនជាអាចណាហើយគណៈបកប្រជាជនកម្ពុជាគឺថាមានអាដាមព្រំសខាហើយនឹងសមាជិកផ្សេងដទៃទៀតហើយតេតិនទៅនឹងបញ្ហានេះគឺថាផ្ដោតទៅលើការកំណែតម្រង់ការបោះឆ្នោតហើយជាពិសេសគឺថាកន្លងទៅថ្មីនេះគឺខាងរាជរដ្ឋាភិបាលលោកចេញសេចក្តីថ្លែងការណ៍បង្កើតគណៈកម្មការដើម្បីសិក្សាស្រាវជ្រាវកែតម្រង់ការបោះឆ្នោតហើយសមាជិកគឺមកពីគណៈបកប្រជាជនកម្ពុជាទាំងអស់តែពេលនោះគឺគណៈបកសង្គ្រោះជាតិលោកបានចេញសេចក្តីថ្លែងការណ៍តបដែរថាមានការសោកស្ដាយចំពោះដែលថាខាងរាជរដ្ឋាភិបាលបង្កើតគណៈកម្មការនោះដោយមកពីតែគណៈបកប្រជាជនកម្ពុជាដែលមិនមានគណៈបកសង្គ្រោះជាតិឆ្លើយតបទៅនឹងបញ្ហានេះភាគីខាងគណៈបកប្រជាជនកម្ពុជាលោកបានបញ្យល់ថារឿងសមាជិកភាពមកពីខាងណាយើងនឹងជជែកគ្នានៅថ្ងៃស្អែកថាតើខាងគណៈបកប្រជាជនប្រមាណខាងគណៈបកសង្គ្រោះជាតិប្រមាណដើម្បីឲ្យគេហៅថាមានចម្រោះដើម្បីធ្វើកំណែតម្រង់នោះហើយខាងគណៈបកសង្គ្រោះជាតិលោកបានបញ្ជាក់ថាលោកចង់មានវត្តមាននៅក្នុងគណៈកម្មការនោះហើយជាពិសេសគឺថាឲ្យមានតរយៈភាពគ្នាមានន័យថាបើសិនជាសមាជិកគណៈកម្មការមាន8អញ្ចឹងណាខាងគណៈបកប្រជាជនមាន9មាន4គណៈបកសង្គ្រោះជាតិមាន4ដែរណាវាអញ្ចឹង4ខាង4ឲ្យវាត្រូវគ្នាបាទអញ្ចឹងជារួមត្រឡប់មកវិញគឺថាការជួបចរចាគ្នានៅថ្ងៃស្អែកចាប់ពីម៉ោង9ព្រឹកនៅក្នុងវិមានព្រឹទ្ធសភាពិភាក្សាអំពីកំណែតម្រង់នៃការបោះឆ្នោតជាពិសេសគឺថាធ្វើឲ្យការបោះឆ្នោតនៅលើក្រោយនេះគឺថាមានសេរីនិងយុត្តិធម៌ដែលអាចទទួលយកបាននេះគឺជាការថ្លែងរបស់មេដឹកនាំគណៈបកសង្គ្រោះជាតិហើយអាដាមសំរងស៊ីពីក្រមសីនុកាលពីម្សិលមិញលោកថ្លែងគាំទ្រជំនួបទាំងពីរនៅថ្ងៃស្អែកនេះថាធ្វើយ៉ាងម៉េចឲ្យគឺហៅថាការចរចាគ្នានឹងឆាប់ត្រូវគ្នាកុំឲ្យវាជាប់គាំងបន្តទៀតជាពិសេសឲ្យការបោះឆ្នោតលើក្រោយគឺថាអាចទទួលយកបានលោកបត្រាបាទអរគុណទ្រូទស្សនិកជនជាទីគោរពនិងជាទីមេត្រីខ្ញុំបាទសូមអនុញ្ញាតផ្ដល់ជូននៅរឿងរ៉ាវគេហៅថាបទល្មើសព្រៃឈើវិញម្ដងនៅក្នុងខេត្តព្រះវិហារបាទនេះគឺឈើប្រមាណជាឈើប្រណិតជាច្រើនកំណាត់សរុបទាំងអស់គឺប្រមាណជា15ម៉ែត្រគូបត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើបាទរដ្ឋបាលព្រៃឈើសហការនឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានស្រុកជាំខ្សានចុះបង្ក្រាបបាទបទល្មើសព្រៃឈើមួយកន្លែងនឹងស្ថិតនៅក្នុងភូមិឈើទាលគងឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារនៅក្បែរជើងភ្នំច្រកអានសេះទាំងតែម្ដងបាទហើយជុំវិញការបង្ក្រាបឈើប្រណិតខាងលើនោះគឺនៃខាងរដ្ឋបាលព្រៃឈើព្រះវិហារក៏បានមានដីកាពីវិញ្ញាពីអាជ្ញាសាលាដំបងខេត្តព្រះវិហារដែរដើម្បីចុះទៅឆែកឆេរលំនៅឋានរបស់ប្រជាពលរដ្ឋមួយកន្លែងដែលឈ្មោះថាសឹងស៊ីមដែលគាត់រស់នៅក្នុងភូមិឃុំខាងលើហើយការចុះបង្ក្រាបនោះគឺទៅតាមដីកាខាងលើពីខាង
បាទលោករីអាញាដែរតែសមត្ថកិច្ចក៏បានប្រទះឃើញឈើប្រណិតខុសច្បាប់ប្រភេទនឹងនោះនឹងបេងធ្នង់ទៀតបាទជាច្រើនកំណត់សរុបចំនួន15ម៉ែត្រគូបបាទច្រើន15ម៉ែត្រគូបដែលឈ្មួញបានយកមកលាក់ទុកក្នុងរំនៅឋានខាងលើចំណែកឈើប្រណិតទាំងអស់នោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជាប់ខ្សានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តព្រះវិហារចាត់ការទៅតាមផ្លូវច្បាប់បើតាមប្រភពព័ត៌មានក្នុងការចុះបង្ក្រាបខាងលើបាទឈើប្រណិតដ៏សម្បើមនេះជាឈើរបស់មន្ត្រីយោធាមួយរូបដែលគេមិនបានបញ្ចេញឈ្មោះទេហើយនៅក្នុងតំបន់នោះតែម្ដងដែលបង្ខំឲ្យប្រជាពលរដ្ឋកាប់ឈើប្រណិតលើភ្នំដងរែកតែម្ដងនៅក្បែរច្រកទ្វារអានសេះបាទខេត្តព្រះវិហារនិងព្រំដែនថៃដើម្បីជញ្ជូនយកមកគោទុកក្នុងចំណុចខាងលើដើម្បីលក់ទៅឲ្យឈ្មួញកណ្ដាលក្នុងផ្សារទីផ្សារកង្កឹតទៀតយើងមិនដឹងថាមន្ត្រីជំនាញខាងណាខាងណីយើងអត់បានដឹងទេគាត់ថាភ្នាក់ងាររបស់យើងគាត់ដឹងថាមានពីក្រោយនោះគឺមន្ត្រីយោធាមួយរូបដែលបង្កឲ្យបងប្អូនប្រជាពលរដ្ឋឡើងទៅកាប់ឈើហើយពេលខ្លះហ្នឹងក៏ត្រូវបានខាងយោធាថៃបាញ់សម្លាប់ពេលខ្លះក៏ត្រូវជាប់គុកជាប់ច្បាក់នៅក្នុងទឹកដីរបស់គេដោយសារតែមានការប្រមូលផលពីខាងមន្ត្រីយោធាហ្នឹងបាទតើតើទៅនឹងបញ្ហាឈើនេះដែរយើងទៅមើលស្រុកសណ្ដានខេត្តកំពង់ធំបន្តិចសិនគឺថាសមត្ថកិច្ចជំនាញលោកបានក្របួចបានគោយន្តដែលជាគោយន្តកន្ត្រៃដឹកឈើបាទដឹកឈើហូបមូលចំនួន3គ្រឿងនៅពេលដែលក្រុមឈ្មួញកំពុងតែធ្វើសកម្មភាពដឹកឈើនៅលើផ្លូវលំមួយខ្សែកាលពីថ្ងៃទី15ខែកុម្ភៈឆ្នាំ2014នេះនៅត្រង់ចំណុចអូតាសៅក្នុងភូមិត្បូងទឹកឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំយោងតាមសម្ដីរបស់ម្ចាស់គោយន្តកន្ត្រៃដឹកឈើហូបទាំង3គ្រឿងនោះបានដឹងថាឈើហូបប្រភេទឈើទាលខាងលើនេះគឺថាបានដឹកចេញពីតំបន់ព្រៃសហគមន៍មួយឈ្មោះព្រៃក្បាលអូក្រញាបាទស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់រដ្ឋបាលព្រៃឈើទំរីងនិងផ្នែករដ្ឋបាលព្រៃឈើសណ្ដានហើយមុននឹងដឹកចេញពីព្រៃសហគមន៍នោះគឺថាបានលុះត្រាតែបង់លុយ 40000 ទៅ 50000 រៀលនៅក្នុងមួយគោយន្តបាទថាតចេញបានត4 ទៅ 50000ហ្នឹងចេញមកហើយចេញមកបានហើយគេប្រាប់អញ្ចឹងណាតែទិនទៅនឹងករណីខាងលើនេះគឺថាលោកសយ៉ាប់ប្រធានបាទសយប្រធានសហគមន៍នៅតំបន់នោះបានបង្ហើបឲ្យដឹងថាលោកពិតជាបានយកលុយទាំងនោះមែនគឺយកដើម្បីចាក់សាំងសម្រាប់ការពារសហគមន៍តែប៉ុណ្ណោះហើយលោកតឹបញាតានាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងច្បាស់ថាពាក់ព័ន្ធទៅនឹងករណីខាងលើនេះលោកបញ្ជាផ្ទាល់ឲ្យមន្ត្រីក្រមអាវ៉ាតចុះទៅចាប់បទល្មើសខាងលើនេះភ្លាមតែម្ដងនៅនឹងកន្លែងកើតហេតុហើយលោកបានបន្តថាសមត្ថកិច្ចរបស់លោកនឹងរឹបអូសយកវត្ថុតាងទាំងអស់ខាងលើនោះទៅកាន់សង្កាត់រដ្ឋបាលព្រៃឈើសណ្ដានដើម្បីផាកពិន័យតាមច្បាប់ពីព្រោះថាការដឹកជញ្ជូនឈើសហគមន៍នឹងវាខុសទៅនឹងច្បាប់ខុសទៅនឹងទម្លាប់បាទអញ្ចឹងសូមអនុញ្ញាតបញ្ចប់ត្រឹមលោកបុត្រាសូមជើញបន្តចុះបាទឥឡូវនិយាយពីបញ្ហាគីភ័យវិញនៅក្នុងខេត្តកំពតបាទប្រហែលថ្ងៃកន្លងមកកាលពីថ្ងៃម្សិលមិញបាទម្សិលមិញហ្នឹងគឺផ្ទះ3ខ្នងរបស់ប្រជាពលរដ្ឋត្រូវបានគីភ័យឆាបឆេះបាទខ្ទេចខ្ទីបាទអស់លេងគ្មានសល់ទេទ្រព្យសម្បត្តិក៏យកអត់ទាន់ដែរដោយក្នុងនោះគឺដោយពេលដែលបានឆាបឆេះជាបឋមមិនតិចណាដំបូងតិចហ្នឹងគឺដោយសារតែគាត់អត់មានបបអគិសនីក៏បានទេទៅខាងពលរដ្ឋគីភ័យណាបាទគ្រប់បន្ទាន់ហ្នឹងដល់ពេលទេទៅគឺអត់មានអ្នកប្រចាំការអត់មានអ្នកប្រចាំការគាត់ថាលើកឡើងមិនដឹងយ៉ាងម៉េចទេគាត់ថាអត់មានអ្នកប្រចាំការហើយប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថាមិនគាត់ធ្វើប្រហែលអញ្ចឹងដោយសារទុកឲ្យផ្ទះ3ខ្នងរបស់ប្រជាពលរដ្ឋហ្នឹងឆេះខ្ទេចខ្ទីគ្មានសល់ទេយករបស់របរអីក៏អត់ទាន់ដែរពីព្រោះថាសមត្ថកិច្ចលោកជាប់រវល់បាទជាប់រវល់មិនដឹងមិនទេជាប់រវល់ផឹកស៊ីអីយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងណាបាទហើយបើយោងតាមព័ត៌មានរបស់ទូរទស្សន៍ហងមាសរបស់យើងលោកបានឲ្យដឹងថាមានករណីអគ្គិភ័យឆេះភ្លាមគេបានទូរស័ព្ទទៅប្រាប់ប៉ូលីសភ្លាមដែរដើម្បីអន្តរាគមន៍បាទក៏ប៉ុន្តែខាងនគរបាលអគ្គិភ័យបែរជាឆ្លើយថាគ្មានអ្នកប្រចាំការបាទលើកឡើងអញ្ចឹងគ្មានអ្នកប្រចាំការគ្នាហើយឆេះហ្នឹងចុះអ្នកលើកទូរស័ព្ទហ្នឹងមិនប្រចាំការទេបាទយើងមិនដឹងយ៉ាងម៉េចដែរហើយការឆេះនេះគឺឆេះនៅទូលមុខស្នងការដ្ឋាននគរបាលខេត្តកំពតផ្ទាល់តែម្ដងអញ្ចឹងបាទឆេះនឹងហ្នឹងមិនដឹងមិនអាជ្ញាធរឬក៏សមត្ថកិច្ចលោកដែលខាងជំនាញពាក់ព័ន្ធពលរដ្ឋអគ្គិភ័យហ្នឹងមិនដឹងយ៉ាងម៉េចទេខាងប្រជាពលរដ្ឋលោកបានលើកឡើងអញ្ចឹងហើយអ្នកសារព័ត៌មានរបស់យើងឆេះថ្ងៃអីមិញខ្ញុំស្ដាប់អត់ទាន់បានឆេះមិញចំថ្ងៃណាកម្មចំថ្ងៃណានេះគឺអត់បានបញ្ជាក់ថ្ងៃប៉ុន្តែដឹងថាឆេះបានថ្មីហ្នឹងបាទឆេះថ្មីហ្នឹងហើយចិត្តចំមោះបង្កើយបែរជាមិនអាចជួយអន្តរាគមន៍ទាន់ពេលវេលាបណ្ដាឲ្យឆេះរៀលដាលទើបរៀលដាលហ្នឹងឆេះនៅផ្ទះហ្នឹងទាំងស្រុងតែម្ដងហ្នឹងគាត់ថាលើកឡើងថាសំណាងល្អដែរដោយសារតែទឹកនោះបាទឡានទឹកមកក្រោយឆេះអស់ហើយបានមកក្រោយនឹងគាត់លើកឡើងអញ្ចឹងដល់ពេលដែល
ឆេះហ្នឹងដោយសារតែមិនមានខ្យល់មិនមានអីទេបើសិនជាមានខ្យល់អញ្ចឹងវាអាចរាលដាលដល់ផ្ទះបងប្អូនជារដ្ឋជា ដល់ស្នងការដ្ឋានក៏បាល់ខេត្តកំពង់ អាចអញ្ចឹងណាព្រោះឆេះទួលមុខហ្នឹង ព្រោះឆេះឆ្លងផ្លូវ ហ្នឹងហើយឆេះឆ្លងផ្លូវហើយដល់អញ្ចឹងទៅដល់ពេលដែលឆេះអស់ហើយនេះខាងប្រតិគិភ័យបានលោកមកបលុតតន់មកក្រោយអញ្ចឹងតែដើម្បីគាត់ថាទី1កុំឲ្យវាឆេះរាលដាលទៅផ្ទះបងប្អូនជារដ្ឋឆេះតែអស់តែម្ដងហ្នឹងទៅ បាទឆេះតែផ្ទះហ្នឹងទៅបាទថាបើសិនជាជាហ៊ានដំបងបើសិនជាខាងសមត្ថកិច្ចប្រតិគិភ័យតែមានការពាក់ព័ន្ធហ្នឹងលោកជួយបានតាន់ពេលវេលាក៏មិនដល់ឆេះដល់ហ្នឹងដែរវាអាចសល់ត្រឹម40% 50% អញ្ចឹងណាអាចប្រមូលបលបអីតាន់ហើយអញ្ចឹងទៅក៏ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងគាត់សំណូមពរឲ្យខាងមន្ត្រីប្រតិគិភ័យហ្នឹងធ្វើយ៉ាងណាដល់ពេលលើកក្រោយសូមជួយមានអ្នកប្រចាំការឲ្យបានត្រឹមត្រូវផងព្រោះថាវាកាត់ឡើងដល់មើលមិនឃើញទេវាអាចផ្ទុះផ្សេងភ្លើងអាចផ្ទុះផ្សេងមើលដឹងបាទសូមចប់តែប៉ុណ្្នឹងនឹងមុនសំខាន់វាទល់មុខស្នងការដ្ឋាននគរបាលខេត្តទៅទៀតហើយជាប់ជាមួយទូរស័ព្ទទៅខាងអគិភ័យនោះថាមានតែអ្នកទទួលទូរស័ព្ទហ្នឹងថាអត់មានអ្នកប្រចាំការរឿងនេះគឺថាជារួមខ្ញុំដឹងដោយសារតែធ្វើកិច្ចការងារជាមួយនឹងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះទេបទពិសោធន៍ណាហើយខាងការិយាល័យពលរដ្ឋអគិភ័យលោកប្រចាំការ24ម៉ោងលើ24ម៉ោងគឺទូរស័ព្ទទៅពេលណាឬក៏ជាពិសេសមិនបាច់ចាំទូរស័ព្ទទេអាយកុំហ្នឹងគឺសរសេរកោកកាក់ពេញហ្នឹងគេមកបដ ហើយទោះបីជាយើងយឺតយ៉ាវដោយសារតែស្ទះចរាចរណ៍ប៉ុន្តែគេមកភ្លាមគេមានមនុស្សរុញមកភ្លាមតែហ្មងបាទនេះមិនមែនទៅសើខាងភ្នំពេញទេប៉ុន្តែវាអញ្ចឹងមែនមិនគាត់ថាយឺតយ៉ាវដោយប្រការណាហ្នឹងខ្ញុំមិនដឹងទេតែមកមានអ្នកចាំអរគុណឥឡូវសូមប៉ុណ្្នឹងសិនហើយសម្រាប់បន្តិចទៀតយើងខ្ញុំនឹងផ្ដល់ជូនព័ត៌មានជាបន្តទៀតឲ្យលោកអ្នកបាទ